បងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំបង្ហាញទាក់ទងជាមួយនឹងការ clean data របស់យើងឲ្យវាកាន់តែ free space បានច្រើនជាងមុនអញ្ចឹងមុនដំបូងបងប្អូនចូលមកកាន់ setting បងប្អូនបើកsetting system setting មកបងប្អូនឬក៏បងប្អូនអាចចូលទៅតាមនេះកន្លែង icon Apple បងប្អូនអាចចុចកន្លែង about នេះបងប្អូនអាចចុចកន្លែង more info បានប៉ុន្តែបងប្អូនចុចលឿនចូលទៅ setting មកបងប្អូនវាងាយស្រួលប៉ុន្តែបើសិនជាបងប្អូនអត់ឃើញ setting ឡើយនេះបងប្អូនអាចចូលទៅ search នៅក្នុងនេះក៏បានតែបើបងប្អូនចង់ចុចលឿនចូលទៅនេះកន្លែងនេះក៏បានដែរ setting system setting ហ្នឹងបងប្អូនវាលឿនងាយស្រួលបន្ទាប់មកបងប្អូនអាច scroll ទៅក្រោមនេះកន្លែង about បងប្អូនអាចចូលទៅកន្លែងនេះ storage setting អញ្ចឹងនៅកន្លែងនេះវានឹងប្រាប់បងប្អូនហើយថាយើងគឺទំនេរត្រឹមតែ 40G នេះបងប្អូន 40G នៃចំនួនដើមរបស់យើងបាន226អញ្ចឹងបងប្អូនចង់ដឹងថាវាស៊ីលើអីខ្លះបងប្អូនអាចចុចកន្លែង storage setting ទៅបងប្អូននឹងឃើញហ្នឹងអញ្ចឹងវាកំពុងតែ calculate ឲ្យយើងវាស៊ីលើ data នេះបងប្អូនវាបានតិចតួចទេនេះវាស៊ីលើផ្សេងទៀតនេះ data វាកំពុង calculate ចឹងយើង scroll មកនៅក្រោមមកវាកំពុងតែ loading ទាក់ទងជាមួយនឹងចំនួនរបស់យើងអញ្ចឹងយើងមើលនៅក្នុងនេះគឺយើងឃើញវាស៊ីលើ document មានថា file របស់យើងនៅលើកន្លែង document ហ្នឹងស៊ី40G អញ្ចឹងអា document ហ្នឹងមានថាឯកសារដែលយើង download ឯកសារដែលយើងធ្វើអីហ្នឹងដែលយើង copy ទៅឡើងហ្នឹងចុះឡើងហ្នឹងអាហ្នឹងវានៅក្នុងហ្នឹងបងប្អូនអញ្ចឹងអាហ្នឹងតើតទៅជាមួយ file router នេះតទៅជាមួយនឹង file រូបភាពរបស់យើងមានថាយើងអាច import out ហ្នឹងនៅក្នុង photo របស់យើងហ្នឹងវាមានត្រឹមតែ 150G megabyte ទេបងប្អូននេះអញ្ចឹងរបៀប clear នេះបងប្អូនមើល file ណាដែលនេះតទៅជាមួយនឹង application បើខ្ញុំចូលទៅយើងមើលណាបើខ្ញុំមានអីខ្លះខ្ញុំអាច clean នេះខ្ញុំអាចលុបទៅលុបចោលខ្លះអញ្ចឹងវាអត់អាចនៅក្នុងនេះណាបងប្អូនអាហ្នឹងបើសិនជាបងប្អូនលុបគឺវាបាត់ភ្លាមវាអត់ចូលទៅក្នុងធុងសម្រាប់ទេបងប្អូនអញ្ចឹងកន្លែងហ្នឹងគឺហ្នឹងបងប្អូនត្រូវប្រយ័ត្នឲ្យមានការប្រុងប្រយ័ត្នបន្តិចបងប្អូនចង់លុបកម្មវិធីដូចជានេះមានផ្សេងទៀតអូខេនេះយើងវាយ password computer យកយើងមកព្រោះដើម្បីលុប file លុប application អូខេអញ្ចឹងខ្ញុំនឹងចូលទៅកន្លែងធុងសម្រាប់បងប្អូនមើលវាអត់មានទេបើសិនជាបងប្អូនលុបនេះdocument បងប្អូនបើកមកវាស៊ីលើអីខ្លះយើងមើលនេះតទៅមុននឹង document នេះវាបង្ហាញពីទូទៅបងប្អូនវាបង្ហាញទូទៅវាអត់មានបង្ហាញនៅក្នុងតា folder ណាទេបងប្អូននេះអញ្ចឹងវាបង្ហាញតែ file ធំទេ file ដែលស៊ីធំគឺវាស៊ីលើណាខ្លះយើងអាចលុបវាបានបងប្អូនអាចលុបវាមកលុប ChatGPT file ដែលយើង download file ដែលយើងបាននេះហ្នឹងអូខេយើងលុបចោលទៅអញ្ចឹងយើងមើលនេះបងប្អូនក្រោយពីលុបទៅគឺយើងនេះយើងអាច refresh មកយើងចូលវិញមកយើង back ចូលវិញមកអូខេនេះវាធ្លាក់ megabyte ទៀតវាស៊ីលើ Mac OS គឺ 30G តទៅជាមួយនឹងsystem data គឺ 40G 42G យើងអាចចូលទៅមកមើលបាននេះតទៅជាមួយនឹង built-in យើងអាចធ្វើអីបានទេតទៅជាមួយនឹង Mac OS របស់យើងគឺវាប៉ុណ្ណឹងយើងអាចធ្វើអីបានទេតែ system data គឺជា system ដែល store cache store អីយើងគឺយើងអាចបានលុបបានខ្លះបងប្អូនអញ្ចឹងយើងអាចចូលទៅបើកកម្មវិធី Clean My Mac របស់យើងបងប្អូនបងប្អូនអត់មានកម្មវិធីហ្នឹងបងប្អូនអាចចូលទៅក្នុងក្រុមរបស់ខ្ញុំ download បាន free ទេ Clean My Mac នេះបងប្អូនបើកមករួចហើយបងប្អូន scan វាទៅគឺវាអាច clean បាននេះវាអាច scan ទៅយើងមើលតិចវាកំពុងតែចាប់នេះវាបាននេះណា299 megabyte នេះទៀតវាឡើងដល់ free space ឲ្យយើងអាច scan បានច្រើនតទៅជាមួយនឹងមេរោគអីហ្នឹងគឺយើងអាច scan នៅក្នុងបានហើយយើងអាច uninstall កម្មវិធីបានក្នុងហ្នឹងតទៅជាមួយ file ធំអីយើងអាចលុបបាននៅនឹងទាំងអស់ងាយស្រួលមែនតើបើសិនជាយើងអត់សូវចេះប្រើកុំព្យូទ័រអត់ដឹងពីរបៀបលុបអីបងប្អូនអាចចូលប្រើកម្មវិធីហ្នឹងគឺវាងាយស្រួលបងប្អូនគ្រាន់តែចុចតែម្ដងទៅវាទៅហើយ
នេះវា scan ទៅវាបាន 6G វាជួយសម្រួលយើងបានច្រើនដែរបងប្អូនអា clean my Mac នេះគឺវាពេលយើង scan ទៅគឺវាចាប់ដល់ file ណាដែលយើងវាអត់ប្រយោជន៍ទេបងប្អូនមិនមែន file ដែលយើងប្រើទូទៅទេកន្លែងហ្នឹងអញ្ចឹងវា clean ឥឡូវវាកំពុងតែ clean protect កន្លែងនេះយើងតទៅជាមួយ cache យើងរកចាំវាបន្តិចបងប្អូនអូខេរៀងយូរបន្តិចដល់កន្លែងហ្នឹងនេះវាចាំសិតទៅនេះទាំងអស់នៅពេលដែលយើងនេះហើយគឺវាឲ្យយើង clean បងប្អូនយើង clean វាមកដោយសារវីដេអូនេះវែងបន្តិចអញ្ចឹងយើងអាច scan virus របស់យើងបានយើងអាចចូលមកកន្លែង file របស់យើង scan នៅក្នុង data របស់យើងទៅវាងាយស្រួលចុងក្រោយបងប្អូនអាចចូលមើលរបស់យើង disk របស់យើងមើលយើងមាន8 disk ហើយលោយើង8 disk អញ្ចឹងវាធ្វើយើងទូចអញ្ចឹងណាបងប្អូននេះយើងមើលអានេះវាឃើញយើង free យើងប្រើ23 free 43អញ្ចឹងខ្ញុំចង់ដឹងថាវាមានអីខ្លះយើងអាចចូលមើលក្នុង Finder មកអូនេះវាតទៅជាមួយនឹង data របស់យើងវាប្រើអស់23 megabyte G តទៅជាមួយនឹង OS ដែរប៉ុន្តែអានេះគឺ home របស់យើងប្រើអស់ 152G តទៅជាមួយ disk container គឺអានេះ disk container យើងអាចលុបចោលបានបងប្អូននេះយើងលុបមកខ្ញុំលុបធ្វើការលុបបន្តិចអូខេច្រឡំបាត់ disk span របស់យើងនេះ disk content នេះ disk content នេះប្រហែលជាខ្ញុំចែកធ្វើអីមួយឥឡូវខ្ញុំត្រូវដកវាចោលវិញតែខ្ញុំបងប្អូនពេលខ្លះយើងដល់យើងចូលមើលអញ្ចឹងបានយើងដឹងថាdisk របស់យើងមិនវាបាត់តាណាអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលយើងនេះហើយគឺវានឹងចាប់ផ្ដើមមើលចូលវិញបងប្អូនវារំលាយយកវិញអញ្ចឹងយើងរកចាំវាបន្តិចទៅបងប្អូនវានឹងបាន megabyte ធំជាងនឹងបន្តិចហើយបងប្អូនចូលមើលទៅកន្លែងហ្នឹងអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនមានអ្វីចង់ឲ្យខ្ញុំជួយបងប្អូនអាច comment នៅខាងក្រោមទៅ